សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយខ្ញុំបាទទៀតហើយខ្ញុំបាទនឹងបង្ហាញអំពីរបៀបនៃការស្លៀកសំពត់ក្បិនក្នុងការចូលរួមកម្មវិធីទូទៅក៏ដូចជាការចេញទៅថតរូបអីផ្សេងបាទនេះគឺជាសំពត់ក្បិនដែលមានមុខកាត់1.2 ម៉ែត្រហើយនឹងបដ 3 ម៉ែត្របាទជាដំបូងគឺយើងយកមកព័ទ្ធជំវិញខ្លួនយើងហើយយើងវាស់ឲ្យស្មើចុងទាំងសងខាងបាទវាស់ឲ្យចុងស្មើចុងទាំងសងខាងហើយយើងយកវាគួចចំចំណុចកណ្ដាលមុខយើងត្រឹមផ្ចិតបាទឬក៏អាចលើផ្ចិតអាស្រ័យលើការនិយមស្លៀករបស់បងប្អូនបន្ទាប់មកយើងទាញសំពត់ក្បិននឹងគូបគ្នាជា2បាទហើយយើងទាញវាផ្គប់ជា2ទៅហើយយើងនឹងបត់ចុងវាទៅជាត្រីកោណ3ជ្រុងបាទបត់ទៅឆ្វេងក៏បានស្ដាំក៏បានបន្ទាប់មកយើងមូរវាមូរឲ្យទូចឲ្យចុងវាទូចដើម្បីពេលយើងស្លៀកទៅវាស្អាតបាទយើងមូរវាឲ្យទូចរហូតដល់ប្រវែងល្មមដែលយើងពាត់ទៅក្រោយដើម្បីញុកនឹងខ្នងខាងក្រោយរបស់យើងបាទនេះចេញរូបរាងបន្តិចម្ដងហើយបាទហើយយើងយកទៅញុកនឹងហើយបាទក្នុងករណីយើងមានខ្សែក្រវ៉ាត់អីយើងអាចក្រវ៉ាត់វាពីក្រៅទៅដើម្បីបន្ថែមនៅសម្រស់បាទសូមអរគុណហើយចំពោះខ្ញុំមានខ្សែក្រវ៉ាត់ទេគឺខ្ញុំដាក់កម្មាបាទយើងអាចបង់កក៏បានហើយចងក្រវ៉ាត់ចង្កេះក៏បានបាទសូមអរគុណសូមជម្រាបលា